សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគ3នៃការសម្ដែងនៅភាគចុងបញ្ចប់នៃជីវិតសុខៃសិនដែលនៅក្នុងភាគនេះគឺពួកយើងនៅបានឃើញនៅចម្បាំងមួយដែលពិតជាអស្ចារ្យខ្លាំងមែនទែនប៉ុន្តែមុននឹងឈានចូលទៅដល់ការបកស្រាយគឺខ្ញុំមានជំនួយនឹងប្រូម៉ូសិនមួយដើម្បីផ្ដល់ជូនអ្នកទាំងអស់គ្នានិយាយទៅគឺប្រូម៉ូសិនទិញ2ថែ1ទៅលើគ្រប់ម៉ូតអាវ anime ទាំងអស់មួយអាវត្រឹមតែ$13តែប៉ុណ្ណោះដែលប្រសិនបើគ្នាយើងយក2អាវគឺ$25និងទទួលបានជាមួយនឹងអាវមួយបន្ថែមទៅទៀតនិយាយទៅគឺពិតជាចំណេញខ្លាំងមែនទែនដូច្នេះប្រសិនបើគ្នាយើងមានចំណាប់អារម្មណ៍កុំភ្លេចធ្វើដំណើរទៅកាន់ page សក្តា MCU Store ទាំងអស់គ្នាឬមួយក៏ធ្វើដំណើរទៅកាន់ page IG ក៏បានដែរឥឡូវដើម្បីកុំឲ្យអ្នកទាំងអស់គ្នាចាំយូរតោះសេរីរឿងគឺបានចាប់ផ្ដើមបន្តពីភាគមុននេះដែល Higuruma គឺបានដាក់បញ្ចូល Sukuna ចូលទៅក្នុង domain expansion របស់ខ្លួនបានសម្រាប់ដែលបន្ទាប់ពីការកាត់ក្តីនោះគាត់គឺមិនត្រឹមតែដកយកនូវទិញនៃរបស់ Sukuna នោះទេប៉ុន្តែថែមទាំងទទួលបាននូវដៅមួយដែលអាចសម្រាប់ Sukuna បានទៀតផងតែអ្វីដែលនឹកស្មានមិនដល់នោះ domain របស់គាត់គឺមិនបានដកយកនូវទិញនៃរបស់សត្រូវឡើយប៉ុន្តែគឺបែរជាធម្មពលនៃអាវុធរបស់គាត់ទៅវិញនៅពេលដែលបង្កើតនៅកំហុសបែបនេះគ្រប់គ្នាគឺត្រូវបានវាប្រហារទៅដោយទិញនៃរបស់ Sukuna តែម្ដងដែលពួកគេគឺមិនសូវជាទទួលបាននៅរបួសធ្ងន់ប៉ុន្មាននេះទេដោយសារអីគឺដោយសារតែការបើកជំនុន simple domain របស់ Kusakabe នឹងឯងឆ្លៀតជាមួយនឹងឱកាសមួយនេះ Choso គឺបានព្យាយាមបាញ់ទៅកាន់សត្រូវតែម្ដងប៉ុន្តែគឺវាមិនបានផលប្រយោជន៍អ្វីឡើយហើយអ្វីដែលអាក្រក់បំផុតនោះគាត់គឺត្រូវបានគេចាក់ទម្លុះនៅពោះរបស់គាត់ទៀតផងតែដោយសារតែគាត់គឺជា curse ពាក់កណ្ដាលនោះវាគឺមិនមាននៅរបួសធំប៉ុន្មាននោះទេបន្តទៅនេះ Sorcerer ដទៃទៀតគឺបានព្យាយាមស្ទុះទៅវាប្រហារ Sukuna ជាមួយនឹងអាវុធរបស់ខ្លួនប៉ុន្តែ Sukuna គឺមិនមានចំណាប់អារម្មណ៍ទៅលើពួកគេនោះទេដែលបុគ្គលដែលគាត់មានចំណាប់អារម្មណ៍នោះគឺបែរជា Higuruma ទៅវិញដែលយើងឃើញថាគាត់គឺបានព្យាយាមស្ទុះទៅវាប្រហារនៅ Sorcerer ម្នាក់នេះដែល Yuji គឺកំពុងរត់តាមពីក្រោយគាត់ផងដែរនៅក្នុងពេលនេះ Higuruma គឺពិតជាមានការរបួសធ្ងន់ខ្លាំងមែនទែនដែលបើសិនបើគាត់គឺមិនបានបើកជាមួយនឹង Domain Amplification ដើម្បីទប់នៅទិញនៃរបស់ Sukuna ទេនោះគាត់គឺប្រកាសជាត្រូវបានស្លាប់ជាមិនខានដែលនៅពេលដែលទស្សនានៃទេពកោសល្យដ៏ល្អបែបនេះ Sukuna គឺពិតជាមានការសរសើរខ្លាំងមែនទែនពីព្រោះថា Higuruma គឺបានក្លាយទៅជា Sorcerer បានត្រឹមតែ2ខែជាងតែប៉ុណ្ណោះដែលនៅក្នុងរយៈពេល2ខែនេះគាត់គឺបានរៀនចេះនៅវេទមន្តច្រើនជាង Sorcerer ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទៅទៀតយើងឃើញថាដោយសារតែទេពកោសល្យរបស់គាត់នោះ Sukuna គឺបានសម្រេចចិត្តចងចាំនៅឈ្មោះរបស់គាត់តែម្ដងដែលគាត់ក៏បានកំទេចនៅទីលានចម្បាំងផងដែរដែលឆ្លៀតជាមួយនឹងឱកាសមួយនេះ Yuji ក៏បានស៊ូទៅវាប្រហារគាត់ជាមួយនឹងកម្ដាប់ដៃរបស់ខ្លួនប៉ុន្តែអ្វីដែល Yuji ទទួលបានមកវិញនោះគឺបានត្រឹមតែការកំទេចនៅត្រគាខាងឆ្វេងរបស់គាត់តែប៉ុណ្ណោះដែលបន្ទាប់ពីការវាប្រហារមួយនេះ Sukuna គឺថែមទាំងនិយាយចំអកទៅកាន់គាត់ទៀតផងយើងឃើញថាគ្មានជំរើសទៀតនោះ Higuruma គឺបានស៊ូទៅវាប្រហារ Sukuna ជាមួយនឹងដៃរបស់ខ្លួនប៉ុន្តែគឺគាត់មិនអាចចាក់ចំនៅសត្រូវបាននោះទេដែលបន្ទាប់ពីការវាប្រហារទាំងអស់នេះ Sukuna ក៏បានវាបកទៅកាន់គាត់ផងដែរដែលយើងឃើញថាការវាប្រហារមួយនេះគឺមិនមែនជាទិញនៃធម្មតាឡើយប៉ុន្តែគឺជាទិញនៃការកាត់នៅពិភពលោកទាំងមូលជាមួយនឹងការវាប្រហារមួយនេះ Higuruma គឺបានបាត់បង់ជាមួយនឹងដៃទាំងសងខាងរបស់ខ្លួនប៉ុន្តែនៅក្នុងរំពេញនោះគាត់ក៏បានរៀនចេះនៅទិញនៃថ្មីមួយផងដែរនោះគឺជា reverse curse technique នឹងឯងដែលប្រើប្រាស់ជាមួយនឹងទិញនៃថ្មីមួយនេះគាត់គឺបានបន្តនៅដៃរបស់ខ្លួនត្រឡប់មកវិញដែលគាត់គឺថែមនឹងចាក់ចំនៅ Sukuna ជាមួយនឹងដៃរបស់ខ្លួនទៀតផងប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះ Sukuna គឺបានកាន់នៅដៃដែលគេចាក់ចំនឹងចេញពីខ្លួនរបស់គាត់រួចទៅហើយបានន័យថាឥទ្ធិពលនៃដៃរបស់ Higuruma គឺមិនមានប្រសិទ្ធភាពទៅលើគាត់នោះទេជាមួយនឹងភាពបរាជ័យមួយនេះ Sukuna ក៏បានសម្រេចចិត្តសម្លាប់ Higuruma ចោលតែម្ដងដែលមុនពេលដែលគាត់គឺត្រូវបានស្លាប់គាត់គឺបានសម្រេចចិត្តប្រកូននៅដៃរបស់ខ្លួនទៅកាន់ Yuji ផងដែរដែលប្រើប្រាស់ជាមួយនឹងដៃមួយនេះ Yuji គឺប្រកាសជាអាចសម្លាប់ Sukuna បានសម្រេចជាមិនខានប៉ុន្តែមុនពេលដែលដៃនេះគឺត្រូវបានប៉ះជាមួយនឹង Sukuna នោះវាក៏ត្រូវបានបាត់ពន្លឺតែម្ដងដោយសារអីគឺដោយសារតែ Higuruma គឺត្រូវបានស្លាប់រួចទៅហើយបានន័យថាតិចនៅក្នុងដៃរបស់គាត់ក៏ត្រូវបានបិទដូចគ្នាជាមួយនឹងភាពបរាជ័យមួយនេះ Yuji គឺត្រូវបានវាប្រហារទៅដោយទិញនៃរបស់ Sukuna បន្តទៅទៀតប៉ុន្តែគឺវាមិនអាចបង្កបញ្ហាទៅដល់គាត់ប៉ុន្មាននោះទេដែលឆ្លៀតជាមួយនឹងឱកាសមួយនេះ Vivi ហើយនិង Kirara ក៏បានមកយកនៅសាកសពរបស់ Higuruma ចេញពីទីនោះទៅដែលពួកគេគឺនឹងនាំយកនៅសាកសពនេះទៅប្រកល់ទៅឲ្យ Shoko នឹងឯងពួកយើងបានស្វែងយល់ថា Vivi ដែលជាប្អូនប្រុសរបស់មីមីនោះគឺមានជំនឿទិញនិចមួយដែលពិតជាពិសេសខ្លាំងមែនទែនដែលវាគឺអនុញ្ញាតឲ្យគាត់ teleport ទៅកាន់គ្រប់ទីកន្លែងទាំងអស់ដែលទូនាទីរបស់គាត់នៅក្នុងសង្គ្រាមមួយនេះគឺជាការដឹកជញ្ជូនជនរបួសទៅកាន់ Shoko នឹងឯងដែលគាត់គឺមានជំនឿ Kirara ដែលជាជំនួយនៅក្នុងការងារនេះផងដែរមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងរយៈពេល1ខែចុងក្រោយនេះ Yuji គឺថែមទាំងរៀនចេះជាមួយនឹង reverse curse technique ទៀតផងបានន័យថាគាត់គឺអាចព្យាបាលខ្លួនឯងដែលមិនចាំបាច់ជំនួយពីអ្នកណានោះទេដែលនៅពេលដែលបានឃើញបែបនេះ
Sukuna គឺពិតជាមានការធុញទ្រាន់ខ្លាំងមែនទែនយើងឃើញថានៅក្នុងរំពេញនោះ Kogane ក៏បានបញ្ចេញមុខមកកាន់គ្រប់គ្នាទាំងអស់ដែលវាគឺបានផ្ដល់ដំណឹងមួយទៅកាន់គ្រប់គ្នាទាំងអស់ផងដែរដែលបេក្ខជននៅក្នុង Calling Game ម្នាក់គឺបានដាក់បញ្ចូលនូវច្បាប់ថ្មីមួយទៀតដែលច្បាប់នេះគឺបានបញ្ជាក់ប្រាប់ថា Megami Fushiguro គឺមានសិទ្ធិនៅក្នុងការចាប់ផ្ដើមនៃការរួមបញ្ចូលគ្នារវាង Tengen ហើយនិងមនុស្សនៅក្នុងប្រទេសជប៉ុនទាំងអស់យើងឃើញថាដោយសារតែ Sukuna គឺកំពុងតែស្ថិតនៅក្នុងខ្លួនប្រាណរបស់ Megami នោះគាត់គឺមានសិទ្ធិនៅក្នុងការចាប់ផ្ដើមនៃការរួមបញ្ចូលមួយនេះដែលគាត់ក៏បានសម្រេចចិត្តលេបយកនៅ Tengen ផងដែរប៉ុន្តែមុនពេលដែលគាត់គឺអាចធ្វើអ្វីបាននោះគាត់ក៏ត្រូវបានវាប្រហារទៅដោយបកគោម្នាក់ដែលបកគោម្នាក់នោះគឺជា Yuta នឹងឯងដែលគាត់គឺថែមទាំងបញ្ចេញនូវរីកាដើម្បីមកវាប្រហារ Sukuna ទៀតផងនៅក្នុងពេលនោះពួកយើងក៏បានត្រឡប់ពេលវេលាមកខាងក្រៅរយៈពេលប៉ុន្មាននាទីមុននេះដែលបន្ទាប់ពីការកាត់នៅក្បាលរបស់គាត់នោះ Kenjaku គឺមិនទាន់បានស្លាប់នៅឡើយទេដូច្នេះហើយជាមួយទង្វើចុងក្រោយរបស់គាត់នោះគាត់ក៏បានសម្រេចចិត្តបង្កើតនូវច្បាប់ថ្មីនៅក្នុង Calling Game តែម្ដងដែលច្បាប់នេះគឺជាច្បាប់ដែលគេបានប្រកាសការពីអំបញ្ញមិញនេះយើងឃើញថាដើម្បីសម្លាប់គាត់ឲ្យបានពេញលេញនោះ Yuta គឺបានចាក់កំទេចនៅខួរក្បាលរបស់គាត់តែម្ដងប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាគឺមិនទាន់ពេលវេលានោះទេដែល Tengen គឺត្រូវបានបញ្ចូលទៅកាន់ Sukuna រួចទៅហើយដូច្នេះអ្វីដែលគាត់ត្រូវតែធ្វើបន្តនោះគឺគ្រាន់តែធ្វើដំណើរទៅច្បាំងជាមួយនឹង Sukuna តែប៉ុណ្ណោះត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ Yuta គឺពិតជាមានការសោកស្ដាយខ្លាំងមែនទែនពីព្រោះថាប្រសិនបើគាត់មិនទៅលួចសម្រាប់ Kenjaku ទេនោះស្ថានភាពនៅឯទីនេះគឺប្រកាសជាមិនអាក្រក់បែបនេះនោះទេប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់ក៏មិនត្រូវបន្ទោសខ្លួនឯងឡើយពីព្រោះថានេះគឺជាការលះបង់មួយដែលស័ក្តិសមបំផុតនៅក្នុងសង្គ្រាមមួយនេះមិនឲ្យខាតពេលយូរនោះ Yuta, Rika ក៏ដូចជា Yuji ក៏បានសម្រេចចិត្តស្ទុះទៅវាប្រហារ Sukuna តែម្ដងដែលពួកគេគឺមិនអាចប៉ះពាល់ជាមួយសត្រូវនេះបានទេដូច្នេះហើយជាមានជំរឿសទៀតនោះ Yuta ក៏បានសម្រេចចិត្តបើកជំរឿន Domain Expansion របស់ខ្លួនដែលវាគឺមានឈ្មោះថា True Authentic Love ពួកយើងបានស្វែងយល់ថា Domain Expansion របស់គាត់គឺវាមាននៅចំណុចពិសេសជាច្រើនមែនទែនដែលទី1គាត់គឺអាចដាក់នៅtechniqueដែលគាត់ធ្លាប់ចម្លងណាមួយចូលទៅក្នុង mechanic នៃ domain របស់ខ្លួនដែល mechanic នឹងគឺជា show hit effect នឹងឯងបានន័យថាអ្នកដែលស្ថិតនៅក្នុង domain របស់គាត់គឺនឹងត្រូវបានវាប្រហារដោយមិនអាចគេចបានទេដែល technique ចម្លងដែលគាត់បានបញ្ចូលនោះគឺជា technique របស់ Angel ឈ្មោះថា Jacob Slader ដែលវាគឺជា technique ដែលគ្រោះថ្នាក់សម្រាប់ Sukuna បំផុតយើងឃើញថាដើម្បីការពារខ្លួនឯងពី mechanic នៃ domain មួយនេះ Sukuna គឺបានប្រើប្រាស់ចំណុច technique របាំងការពារមួយឈ្មោះថា Hollow Wicker Basket ដែលបើទោះជាវាគឺអាចការពារខ្លួនបានក៏ដោយ Sukuna គឺត្រូវតែប្រើប្រាស់នៅដៃចំនួន2របស់គាត់ដើម្បីធ្វើជាសញ្ញាដៃជានិច្ចដែលបើសិនបើហ៊ានតែទម្លាក់ដៃចុះនោះ domain របស់ Yuta គឺនឹងធ្វើការវាប្រហារមកកាន់គាត់ជាមិនខានពួកយើងបានស្វែងយល់ទៀតថានៅក្នុង domain expansion មួយនេះគឺមានចំណុចដៃជាច្រើនមែនទែនដែលដៃមួយគឺតំណាងឲ្យ technique មួយដែលគាត់ធ្លាប់ចម្លងជាមួយនឹង technique របស់ខ្លួនដែលបន្ទាប់ពីការប្រើប្រាស់នៅដៃនៅក្នុង technique ណាមួយដៃនោះគឺនឹងត្រូវបានរសាត់មិនអាចប្រើប្រាស់វាបានទៀតនោះទេយើងឃើញថាប្រើប្រាស់ជាមួយនឹងដៃមួយនៅឯទីនោះ Yuta គឺបានបញ្ចេញជាមួយនឹង technique មួយឈ្មោះថា Thin Ice Breaker ដែលវាគឺជា technique ដែលគាត់គឺបានចម្លងពី Takako Uro ដែលយើងឃើញថា technique នេះគឺបានបង្កនៅការរបួសទៅកាន់ភ្នែករបស់ Sukuna ផងដែរយើងឃើញថា Yuta, Rika ក៏ដូចជា Yuji គឺបានស្ទុះទៅវាប្រហារសត្រូវដោយមិនមានការដកដៃនេះទេដែលពួកគេក៏បានបង្កនៅភាពលំបាកទៅកាន់ Sukuna ផងដែរដូច្នេះហើយដើម្បីវាបកទៅកាន់ពួកគេវិញនោះ Sukuna គឺបានសម្រេចចិត្តបញ្ចេញនូវ technique កាត់របស់ខ្លួនសារជាថ្មីដែលវាគឺបានធ្វើឲ្យពួកគេរបួសយ៉ាងធ្ងន់តែម្ដងយើងឃើញថាដើម្បីព្យាបាលនៅរបួសខ្លួនឯងនោះពួកគេគឺបានប្រើប្រាស់ជាមួយនឹង reverse curse technique ដែលនៅពេលដែលបានឃើញបែបនេះ Sukuna គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលពួកគេគឺបានបង្កើនធម៌ពលដែលប្រើរយៈពេលត្រឹមតែ1ខែជាងតែប៉ុណ្ណោះយើងឃើញថាដើម្បីកុំឲ្យខាតពេលវេលាយូរបន្តទៀតនោះពួកគេក៏បានស្ទុះទៅវាប្រហារគ្នាបន្តទៅទៀតដែល Yuta គឺបានសម្រេចចិត្តប្រើប្រាស់ជាមួយនឹង technique មួយឈ្មោះថា Sky Manipulation ដែលជាមួយនឹង technique នេះគាត់គឺបានបត់បែននៅវាលំហដែលនៅជុំវិញខ្លួនទាំងអស់ដែលគាត់គឺចង់បាននៅដៃដែលផ្ទុកនៅ technique តែមួយតែប៉ុណ្ណោះនោះគឺជា technique របស់ Sukuna ឈ្មោះថា Cleave ពួកយើងបានស្វែងយល់ថាមូលហេតុដែល Yuta គឺមានជាមួយនឹង technique មួយនេះគឺដោយសារតែមេដៃចុងក្រោយរបស់ Sukuna នឹងឯងដែលនៅពេលដែលបានជួបនៅស្ថានភាពបែបនេះ Sukuna គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្តទីនេះពួកគេទាំងអស់គឺបានស្ទុះទៅវាប្រហារ Sukuna នៅក្នុងពេលតែមួយដែលគោលដៅរបស់ពួកគេនោះគឺមានតែមួយតែប៉ុណ្ណោះនោះគឺជាការបំបែកនៅសញ្ញាដៃរបស់គាត់នឹងឯងដែលប្រសិនបើពួកគេបានសម្រេចវានោះ domain របស់ Yuta គឺប្រកាសជានឹងវាប្រហារទៅកាន់គាត់ជាមិនខានយើងឃើញថាជាមួយនឹងធម្មពលក៏ដូចជាការខិតខំប្រឹងប្រែងអត់ធ្មត់របស់ពួកគេទាំងអស់ពួកគេគឺបានបំបែកនៅ technique ការពារខ្លួនរបស់ Sukuna បានសម្រេចដែលឥឡូវនៅពេលដែលគ្មានជាមួយនឹង technique របាំងការពារខ្លួនបន្តទៀតនោះ domain expansion របស់ Yuta ក៏បានទម្លាក់នៅការវាប្រហារ
មកកាន់គាត់ផងដែរដែលឆ្លៀតជាមួយនឹងឱកាសមួយនេះយូជីក៏បានស្ទុះទៅវាប្រហារសាគូណាតែម្ដងដែលកំដាប់ដៃរបស់គាត់គឺអាចវាប្រហារទៅដល់ពលឹងរបស់សាគូណាបានសម្រេចយើងឃើញថាដោយសារតែពលឹងរបស់ពួកគេគឺនៅតែមួយកន្លែងនោះយូជីគឺបានធ្វើដំណើរទៅដល់ពលឹងរបស់មេហ្គាមីបានផងដែរប៉ុន្តែអ្វីដែលពិបាកទទួលយកនោះមេហ្គាមីគឺបានបាត់បង់ចិត្តនៅក្នុងការរស់យូរទៅហើយដូច្នេះយូជីគឺមិនអាចធ្វើអ្វីបានទៀតនោះទេស្របពេលនេះដូចគ្នាសាគូណាគឺបានសម្រេចចិត្តនិយាយជាមួយនឹងពាក្យស័ក្តិសិទ្ធិមួយចំនួនដែលបន្តមកទៀតគាត់ក៏បានបញ្ចេញនូវតិចនិចនៅក្នុងការកាត់នៅពិភពលោកផងដែរដែលវាគឺមិនទាន់តែបានកំទេចនៅ domain expansion របស់ Yuta នោះទេប៉ុន្តែថែមទាំងកាត់គាត់ស្ទើរតែដាច់ជាពីរទៀតផងយើងឃើញថានៅពេលដែល Sukuna គឺបានគិតថាខ្លួនគឺបានយកឈ្នះហើយនោះគាត់ក៏ត្រូវបានចាក់ពីខាងក្រៅទៅដោយបុគ្គលម្នាក់ដែលបុគ្គលម្នាក់នឹងគឺជា Maki នឹងឯងដែល Sukuna គឺមិនអាចចាប់យកនៅទីតាំងរបស់នាងបាននោះទេដោយសារអីគឺដោយសារតែនាងគឺគ្មានជាមួយនឹង Curse Energy ឡើយប៉ុន្តែមកដល់តាមនេះហើយភាគ3នៃការសម្ដែងនៅចម្បាំងចុងបញ្ចប់នៃ Jujutsu Kaisen ក៏ត្រូវបានបញ្ចប់ដែលបើសិនមកគ្នាយើងចង់ support ជាមួយនឹងខ្ញុំផ្ទាល់គឺគ្នាយើងអាចធ្វើបានតាមរយៈ QR code នេះបានឬមួយក៏ជួយទិញជាមួយនឹង anime ម្នាក់មួយក៏បានដែរ I wanna be the greatest. Everybody on the fake shit. I look around and feel like everybody is the fakest. I make this.